សូមជម្រាបសួរប្រិមត្តទស្សនិកជនជាទីមេត្រីនៅពេលនេះខ្ញុំសូមធ្វើសេចក្តីរាយការណ៍ព័ត៌មានចុងក្រោយនៅយប់ថ្ងៃទី3នៃការប្រកាសសង្គ្រាមជាឯកតោភាគីដោយភាគីថៃខណៈពេលដែលកម្ពុជាប្រាស្រ័យការពារខ្លួនត្រឡប់ទៅវិញមកដល់ម៉ោងមុននឹងខ្ញុំធ្វើសេចក្តីរាយការណ៍បញ្ចប់នេះគឺមានយន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់ចំនួន3គ្រាប់នៅខាងកើតតំបន់អូស្មាច់ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីការខូចខាតឬគ្រោះថ្នាក់ដល់ជីវិតអ្វីនៅឡើយទេរីឯមុននេះហើយបន្ទាប់មកនៅមុននេះបន្តិចដែរមុនដើមរាយការណ៍នេះគឺខាងទាហានកម្ពុជាយើងបានបាញ់ផ្លោងត្រឡប់ចេញទៅវិញ13គ្រាប់អញ្ចឹងជារួមត្រឹមពេលម៉ោងខ្ញុំរាយការណ៍នេះគឺនៅមានការឡងទៅឡងមកហើយលាន់លឺសម្លេងខ្លាំងមែនទែនអញ្ចឹងខ្ញុំសូមអាចសរុបនៅសេចក្តីរាយការណ៍នៅក្នុងតំបន់ភាគពីយប់នៃប្រទេសកម្ពុជាជាពិសេសតំបន់សមរភូមិធំនេះគឺនៅតំបន់នៅតំបន់សំរោងក្រុងសំរោងសៀមប្រើយន្តហោះ F16 3គ្រាប់ទម្លាក់មកដល់ទីតាំងនេះប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរឬក៏បាត់បង់ជីវិតជនស៊ីវិលស្រុកត្រង់នោះយ៉ាងណាទេដល់ឡែកងាកទៅតាមតំបន់នៅក្នុងជួរខាងមុខវិញយើងបានឲ្យដឹងថាគោលដៅរបស់ប្រជាមិត្តគឺមូលដ្ឋានទ័ពរបស់សៀមត្រូវបានកំភ្លើងធនធ្ងន់ក៏ដូចជា BM21 បាញ់ចំគោលដៅភាគច្រើនបំផុតដែលជាហេតុធ្វើឲ្យមានភាពថមថយនៃការផ្លោងចូលពីចំណាក់ភាគីថៃបើប្រៀបធៀបកាលពីម្សិលមិញជារួមពេលដែលថៃវាយថៃទៅថ្ងៃនេះគឺអាចទទួលរងច្រើនក្រោយពេលដែលកម្ពុជាអស់ភាពអត់ធ្មត់ហើយដាក់ហួសបន្តក្រហមដោយដែលសម្ដេចតេជោហ៊ុនសែនលោកបានមានប្រសាសន៍អញ្ចឹងយើងប្រើសិទ្ធិតបតគ្រប់បណ្ដាសមរភូមិយើងបានមានព្រៀបហើយបានកាន់កាប់តំបន់សំខាន់ជាច្រើនក្នុងនោះក៏មានសេចក្តីរាយការណ៍ថាមានពីខាងថៃមកក៏ថាមានសេចក្តីរាយការណ៍ស្លាប់និងរបួសនៃទាហានរបស់គេដែរនាយករដ្ឋមន្ត្រីអាស៊ាទីននៃប្រទេសថៃបានសម្ដែងការសោកស្ដាយនិងទទួលស្គាល់ថាទាហានរបស់ថៃស្លាប់និងរងរបួសច្រើននៅថ្ងៃនេះនៅគ្រប់ស្ទើរតាមតំបន់នានាជាការពិតកងទ័ពថៃបានបើកការវាយប្រហារឬក៏ប្រកាសសង្គ្រាមគ្រប់ចំណុចទាំងអស់ចាប់តាំងពីត្រាតរហូតមកដល់មុំបីប៉ុន្តែយើងបានទប់ទល់ហើយលក្ខណៈយុទ្ធសាស្ត្រនៅក្នុងការបាញ់ទៅលើភាគីថៃលើកនេះគឺថាមានលក្ខណៈល្អប្រសើរច្រើនដោយសារថៃគាត់រៀងបន្តិចរបៀបបាញ់គឺថាមិននឹកស្មានតែកម្ពុជាតបតវិញប៉ុន្តែធៀបពិតគឺកម្ពុជាបានតបតតាំងពីម្សិលមិញដែលឆែកធ្វើឲ្យយើងគ្រប់គ្រងសភាពការបានបើតាមអ្នកវិភាគផ្នែកយុទ្ធសាស្ត្រនៅសមរភូមិបាននិយាយថាការដែលថៃប្រើប្រាស់ F16 ឬក៏ប្រើប្រាស់យន្តហោះនេះគឺជាការជួយគ្រប់គ្រងខណៈពេលដែលស្មើជើងឬក៏តបជើងគុកមានការដុតដាបយ៉ាងច្រើនជាការពិតគឺកងទ័ពរបស់យើងបានបាញ់ចំគោលដៅដូចខ្ញុំបញ្ជាក់អំបញ្ញមិញហើយប៉ុន្តែជាមួយគ្នានោះប្រទេសថៃតបថៃខ្លួនឯងឬក៏អ្នកបញ្ជាក្រោយខ្នងខ្លួនឯងហាក់បីដូចជាពុំបានកាន់នៅពុទ្ធសាសនាហាក់ដូចជាបំពេញដូចអ្វីដែលអាហ្វហ្គានីស្ថានបាញ់ចំរូបបដិមាប្រពុតនៅឆ្នាំ2001កន្លងមកដែលពេលនេះនៅប្រាសាទតាកបីថៃបានបាញ់ផ្លោងចូលតំបន់នេះធ្វើឲ្យខូចខាតប្រាសាទយ៉ាងដំណំហើយក្រសួងវប្បធម៌នៃប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនេះគឺជាប្រាសាទមួយទៀតហើយបន្ទាប់ពីព្រះវិហារដែលប្រទេសថៃកងទ័ពថៃគឺរអ្នកបញ្ជាពីក្រោយខ្នងរបស់ថៃធ្វើការបំផ្លិចបំផ្លាញហើយដែលគេរំពឹងថាថៃមិនត្រឹមតែជាអ្នកកាន់បំបែកពីការអ្នកកាន់ពុទ្ធសាសនាទៅជាអ្នកបំផ្លាញពុទ្ធសាសនាដែលនេះជាការមួយមិនល្អទេមកដល់ពេលនេះខ្ញុំធ្វើសេចក្តីរាយការណ៍នេះនៅខាងទិសខាងខេត្តខាងប្រទីមានជ័យថ្ងៃនេះវារៀងការក្តៅបន្តិចប៉ុន្តែស្ថានភាពយើងនៅគ្រប់គ្រងទីតាំងជារួមទៅក្នុងរយៈពេល2ថ្ងៃជាពិសេសថ្ងៃនេះគឺយើងបានគ្រប់គ្រងគ្រប់ទីតាំងទាំងអស់មានព្រៀបទាំងស្រុងប៉ុន្តែយើងនឹងតាមមើលតទៅព្រោះប្រទេសថៃរដ្ឋមន្ត្រីការបរទេសថៃបានបដិសេធមិនឲ្យមានការបដិសេធមិនមាន
ការចរចាណាមួយទេឋានៈពេលដែលអគ្គលេខាធិការអង្គការសហវិជាតិក៏ដូចជាអឺរ៉ុបក៏ដូចជាប្រទេសមួយចំនួនជាច្រើនដែលជួបប្រជុំជាមួយនឹងក្រសួងការបរទេសខ្មែរឡើងវិញជំរុញឲ្យមានការបត់ឈប់បាញ់ហើយជជែកគ្នាឡើងវិញជាមួយនោះក្រសួងការបរទេសខ្មែរបានស្នើសុំឲ្យប្រទេសមហាអំណាចដូចជាអាមេរិកដូចជាចិនឥណ្ឌាជាពិសេសប្រទេសពីរនេះទាំងអស់នេះជួយធ្វើម៉េចសម្រួលឲ្យប្រទេសទាំងពីរមានការជួបចរចាគ្នាយ៉ាងវិញប៉ុន្តែយ៉ាងណាក៏ដោយរហូតដល់ពេលនេះបណ្ដាញព័ត៌មានធំដែលបានផ្សព្វផ្សាយថាកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពូដែលចុះហត្ថលេខាដែលមានប្រធានដីត្រាំជាសាក្សីនេះគឺថាបានចូលដល់រលាយហើយការរលាយនេះត្រូវបានគេមើលឃើញថាមកពីប្រទេសថៃគណៈពេលដែលម្សិលមិញនាយករដ្ឋមន្ត្រីថៃអានទីនបានជួបប្រជុំជាមួយនឹងមេតបឬក៏ក្រុមប្រឹក្សាជាតិរបស់ថៃប្រកាសសង្គ្រាមជាឯកតោភាគីវាយកម្ពុជាឯកម្ពុជាវិញត្រូវបានមេដឹកនាំកម្ពុជានៃប្រទេសនេះបានឆ្លើយតបវិញថាកម្ពុជានឹងប្រើប្រាស់សិទ្ធិការពារខ្លួនដូច្នេះថ្ងៃនេះកម្ពុជាមានប្រៀបនៅលើគ្រប់សមរភូមិជាមួយនឹងប្រទេសថៃខ្ញុំសោយសុភាពសូមអរគុណ